ចំនួន3ឆ្នាំ8ខែ20ថ្ងៃគ្មានអាណាស៊ីទេចឹងដោយសារចង់ល្បីពួកឯងនិយាយមកធ្វើដូចអត់ដឹងហើយខ្ញុំខំកាត់វីដេអូផុសរាល់ថ្ងៃនេះបើមិនចង់ល្បីខ្ញុំចង់បានអីគេពូចង់ជម្រាបថាតម្រាំបានជាវីដេអូមួយផុសឲ្យពូឯងបានទស្សនាហ្នឹងគឺខ្ញុំចំណាយពេលច្រើនបាទសម្លឹងឡើងឈឺភ្នែកអស់ហើយអញ្ចឹងមិនចង់ល្បីមិនពូឲ្យពូមិនដឹងហៅពូឬហៅអ៊ំទេប៉ុន្តែមើលទៅដូចជាក្មេងជាងឪពុកខ្ញុំដែរអញ្ចឹងខ្ញុំសូមហៅគាត់ពូតែម្ដងតាពូឲ្យពូហើយពូឯងក៏ដឹងច្បាស់មែនថាជំនាន់ហ្នឹងគ្មានពីណាគេស៊ីពូឯងអង្គុយមើលមាត់គេគ្រប់គ្នាមែនប្រជាជនយើង16 17លានអ្នកហ្នឹងពូឯងជំរឿនមែនជំនាន់ហ្នឹងបានជាអត់ដឹងថាមានគេស៊ីអញ្ចឹងអូយសុំនិយាយស៊ីរឿងអសរោះបន្តិចបងប្អូនអធិស្ឋានផងបាទចង់ដឹងថាពួកឯងទៅមកពីជំនាន់ណាសង្ស័យឆ្លងភពមកពីណាផងក៏មិនដឹងបានចេញមករឿងចម្លែកខុសគេតាមពិតទៅក្តាប់ខ្នោនឹងមិនហូបតែខ្ញុំតែបងប្អូនខ្ញុំឃើញបងប្អូនយើងក្នុងខមមិនជាច្រើនបាទគាត់បានបញ្ចេញមតិមកសិតតែអ្នកធ្លាប់ហូបធ្លាប់អីដូចតែខ្ញុំដែរអញ្ចឹងណាឥឡូវចេញខមមិនមកអ្នកដែលធ្លាប់ហូបក្តាប់ខ្នោខ្លះកុំឲ្យថាចម្លែកជាងគេតែខ្ញុំអញ្ចឹងណាឲ្យពូនឹងបានភ្លឺភ្នែកម្ដងបាទបន្តិចថាឃើញតំណងថាឆ្ងាញ់ហើយបន្តិចថាទៅរកហូបដែរអត់បានទេពួកឯងទៅក្តាប់ខ្នោតូចរបៀបនេះគេមិនយកមកហូបទៅជាមួយប្រហុកឆៅបានទេបងប្អូនគឺគេអាចយកទៅស្ងោរធ្វើជាលក់ទឹកគ្រឿងប្រហុកផ្អកបានទៀតដល់ហើយបើរៀងត្រូវជាងនឹងតិចក្បែរទុំគេអាចយកទៅខហូបបានឆ្ងាញ់ទៀតដល់បងប្អូនយល់ទៅអត្ថប្រយោជន៍វាច្រើនណាស់មិនតែគាត់ចេញមកអត់ដឹងអីសោះអូយរៀងលើហើយជាស្រ័យផងតែមិនអីទេគាត់លើដាក់យើងមុនតាហើយមួយនេះក៏ចេញមករៀងភ្លាវដែរនេះសិតតែឯងនឹងចង់ល្បីណាភាពល្បីល្បាញពីណាគេមិនចង់បានអ្នកខ្លះចង់ល្បីហ៎បងប្អូនខំទិញគ្រឿងសមុទ្រសិតតែក្តាមអាឡាស្កាក្តាមយក្សក្តាមធំតម្លៃរាប់រាប់ពាន់ដុល្លារយកមកហូបដើម្បីឲ្យបានល្បីពួកឯងមើលទៅអ្នកផលិតវីដេអូតាក់ទងនឹងម្ហូបអាហារល្បីដឹងហើយលើពិភពលោកគេចំណាយលុយសិតតែ lobster សិតតែបកងយក្សធំមានថោកឯណាបងប្អូនហ្នឹងសិតតែរាប់ពាន់ណាតម្រាំបានល្បីហើយបើខ្ញុំគ្រាន់តែហូបក្តាប់ខ្នោដែលគេកម្រងបេះចោលនឹងល្បីដែរវាមិនលយពូចំណាយលុយតិចហើយបានល្បីពីណាមិនចង់បានមែនទេតែក្តាប់ខ្នោខ្ចីទូចដែលវាចេញច្រើនពេកហ្នឹងគឺយើងត្រូវបេះចោលខ្លះបងប្អូនយល់ទៅអ្នកដាំខ្នោការ៉ុតដឹងហើយផ្លែដំបងគឺយើងត្រូវបេះចោលខ្លះអត់តកទាំងអស់ទេតកទាំងអស់វាអាចបាក់ដើមឬក៏ងាប់ដើមនឹងតែម្ដងបាទអញ្ចឹងគឺត្រូវបេះចោលអញ្ចឹងបើបេះចោលហើយវាស្ដាយបងប្អូនអញ្ចឹងលាយទឹកប្រហុកដូចតែខ្ញុំមកនេះគឺថាជាតិហើយបើបានហូបជាមួយនឹងស្វាយខ្ចីទៀតរឹតតែអែមបងប្អូនហើយ double best ដែលខ្ញុំបានប្រាប់ពីដើមក្បាលវីដេអូអញ្ចឹងថាក្តាប់ខ្នោនឹងយើងមិនយកមកហូបបានតែជាមួយប្រហុកឆៅនេះទេគឺយកអាចឆ្នៃចេញជាមកហូបបានច្រើនមុខបាទអាចសាប់ចេញជាបន្លែកកោបានទៀតបងប្អូនខ្ចីរបៀបនេះហើយពូខ្ញុំចង់ជម្រាបប្រាប់ពួកឯងមួយទៀតថាមិនត្រឹមតែពួកឯងទេដែលកើតតន់ចំនួន3ឆ្នាំ8ខែ20ថ្ងៃនោះសំបីឪពុកម្ដាយខ្ញុំអ៊ំខ្ញុំពូខ្ញុំទាំងអស់ហ្នឹងគឺគាត់សិតតែកើតតន់ទាំងអស់បាទហើយគាត់ធ្លាប់ឆ្លងកាត់ជីវិតជូរចត់បានរបស់ចេះហូបបងប្អូនគឺគាត់អរអ្វីព្រេផ្ទឹមបានទេអញ្ចឹងកុំចេញមកធ្វើដូចចេះតែម្នាក់ឯងពេកឡើយថ្ងៃនេះខ្ញុំសូមលាងពីអ្នកនឹងតែប៉ុណ្្នឹងសិនណាងាកមកចូលប្រធានបទយើងវិញបាទអញ្ចឹងមួយរយៈនេះខ្ញុំចេញវីដេអូតាក់ទងនឹងមកជូរក្តាប់ខ្នោនឹងរៀងច្រើនដែរហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាអត់តន់រត់ចោលខ្ញុំទេណាដោយសារតែវាចេះតែនឹកឃើញឃ្លានអញ្ចឹងណាបងប្អូនឥឡូវតោះមកអញ្ជើញឆ្ងាញ់ជាមួយនឹងខ្ញុំបាទសនិទ្ធទាំងអស់គ្នាហូបមួយថ្ងៃហើយទៅមហៅគេ Oh my god.